và có một căn về tiếpในក្នុងសួរកំសាន្តទំនើប Dreamland ឥឡូវនេះទស្សនិកជនក៏ដូចជាបងប្អូនបានមកដល់ទីតាំងនេះហើយក៏ set up game រួចរាល់ដែរអរគុណដល់ក្រុមការងារដែលបាន set up រួចជាស្រេចសម្រាប់ការលេង game សប្តាហ៍នេះចាហើយមានអារម្មណ៍យ៉ាងដែរពេលដែលបងប្អូនចូលមកឃើញថាទេសភាពនៅទីនេះការរៀបចំនៅទីនេះមានសភាពស្រស់ស្អាតនិងគួរឲ្យទាក់ទាញបែបនេះសប្បាយអត់ចាអូសប្បាយហ្មងបាទពិតជាខុសប្លែកពីshowមួយគឺពួកបងប្អូនទាំងអស់គ្នាshowទី1បងប្អូនប្រកួតប្រជែងចំណេះដឹងតែតើជាមួយនឹងការប្រកបពាក្យជាភាសាអង់គ្លេសហើយនិងពាក្យជាភាសាខ្មែរនៅក្នុង studio ក៏ប៉ុន្តែនៅក្នុង show ទី2នេះគឺរឹតតែប្លែកដោយសារតែបងប្អូនប្រកួតប្រជែងកីឡាបូកផ្សំជាមួយនឹងចំណេះដឹងទូទៅហើយបរិស្ថានខាងក្រៅក៏ខុសគ្នាដែរយ៉ាងណាមិញគឺបងប្អូនទាំងអស់គ្នាប្រកាសជាសប្បាយរីករាយខ្លាំងណាស់នៅក្នុងសួនកំសាន្តទំនើប Dreamland នេះដោយសារតែបងប្អូនឃើញដូចថាបរិស្ថានជុំវិញបងប្អូនមានដូចជាអីគេខ្លះចាពេលដែលថាយើងមកដល់ទីនេះឃើញថាមានសួនប្លែកជាពិសេសសួនវង្វេងចាហើយរៀបចំបានស្អាតមែនទែនជាមួយនឹងរូបភាពប្លែកសម្រាប់ថតរូបចាឃើញថាបើសិនជាមកទីនេះប្រកាសជាមិនខុសបំណងទេហើយបើសិនជាទស្សនិកជនចង់ដឹងព័ត៌មានច្បាស់នាងខ្ញុំក៏សូមជម្រាបនៅព័ត៌មានខ្លះៗទាក់ទងទៅនឹងសួនកំសាន្តទំនើប Dreamland តែម្ដងសួនកំសាន្តទំនើប Dreamland សូមជម្រាបជូនដំណឹងដល់ប្រិយមិត្តភ្ញៀវកិត្តិយសដែលនិយមគាំទ្រសួនកំសាន្តទាំងអស់ឲ្យបានជ្រាបថាសួនកំសាន្ត Dreamland តែងតែមានប្រូម៉ូសិនពិសេសសម្រាប់ភ្ញៀវក៏ដូចប្រិយមិត្តទាំងអស់ដូចជាសម្រាប់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រសម្បត្តិចូលកំសាន្ត Dreamland ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រតម្លៃសម្បត្តិ 2000 រៀលហើយសម្បត្តិចូលកំសាន្តអាចបដូរជាឧបករណ៍កំសាន្តបានរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចំណាយត្រឹមតែ$2ប៉ុណ្ណោះលោកអ្នកនឹងទទួលបានភាពរីករាយជាមួយការជិះឧបករណ៍កំសាន្តទាំងអស់របស់ Dreamland ដោយសេរីដូចជាឡានបុកគ្នាសំពៅចោលសមុទ្រកាឡាទីកាកន្ត្រកយក្សនិងឧបករណ៍កំសាន្តជាច្រើនទៀតរួមមានសួនទឹក Water Plus ថ្មីសម្រាប់កុមារក៏ free ដែរព្រមទាំងបានរីករាយជាមួយការប្រគំតន្ត្រីការសម្ដែងឈុតឆាកកំ pl ែងការលេងល្បែងកំសាន្តនិងមានឱកាសឈ្នះរង្វាន់សម្បត្តិជិះឧបករណ៍ជាច្រើនទៀតសួនកំសាន្ត Dreamland ក៏មានអាងហែលទឹកដ៏ស្រស់ស្អាតសម្រាប់កូនក្មេងនិងមនុស្សចាស់អាចហែលលេងកំសាន្តផងដែរតម្លៃត្រឹមតែ$3ប៉ុណ្ណោះរាល់ព័ត៌មានទាំងឡាយបើសិនជាទស្សនិកជនចំណាប់អារម្មណ៍អាចខលមកបងសាវរីបានតាមលេខទូរស័ព្ទ093 723 345អាស័យដ្ឋានទល់មុខ Nagaver ចាបាទអូខេអរគុណច្រើនឥឡូវនេះឃើញថាបងប្អូនទាំងអស់គ្នាប្រហែលជាឆ្ងល់នៅក្នុងសប្តាហ៍នេះហ្គេមខុសពីសប្តាហ៍មុនទៀតហើយដោយសារតែ Bravo Teamwork របស់យើងបាន set up game បាទហើយឆ្ងល់ហើយស្អីនេះមានតាំងពីសប្តាហ៍នេះមានវ៉ែនតាហែទឹកចង់ស្អីបានហែទឹកហើយសប្តាហ៍បាទកូនជ្រូកសបនិមិត្តទេចាទស្សនិកជនមើលមិនមែនធុងទឹកទេណាកូនជ្រូកបាទហើយមានតាំងពីនេះទីបាទចាហើយមួយទៀតគឺកន្ត្រកដែលមានកងនេះបាទបើសិនជាក្នុងកម្មវិធីរបស់យើងចាត់ទុកថានេះគឺជាគឺជាប្រាក់សម្រាប់សន្សំចាំមើលលេងពីអីហើយនៅមានកន្សែងសូត្រនេះចាក្នុងសប្តាហ៍នេះលេងពីអីឆ្ងល់អត់ឆ្ងល់ឥឡូវចង់ដឹងលក្ខន្តិកៈព្រាមអត់បបាក់ច្រើនបាទចង់ដឹងសុំនិរដ្ឋរៀបរាប់លក្ខន្តិកៈសុំតំណាងបងអូនមួយរូបមកដូច្នេះសូមឲ្យតំណាងបងអូនមួយរូបឧទាហរណ៍សិនណាអ្នកនៅនេះជាតាឬមួយក៏សិពៅវិទ្យាល័យសម្រាប់សាស្ត្រក្នុងពេញថ្មីសូមឲ្យសិពៅឈរនៅកាន់ទីតាំងក្រហមនេះសិពៅអូមែនបើសិនជាឧទាហរណ៍អញ្ចឹងហើយយើងនាំឲ្យបងប្អូនចាប់ឆ្នោតហ្មងទៅហើយចាប់បើសិនជាក្រុមណាតំណាងគឺប្រកួតមុនតែម្ដងដូច្នេះសូមឲ្យតំណាងចាបាទសូមលោកគ្រូខ្សារីកាហើយនិងលោកគ្រូវុតចាប់ហ្មងបាទលោកគ្រូនៅក្នុងกระดาษនេះឈប់សិនលោកគ្រូបាទនៅក្នុងกระดาษនេះគឺមានប្រកួតមុននិងមួយខាងទៀតធ្វើជាគណៈកម្មការអញ្ចឹងសូមឲ្យលោកគ្រូតំណាងវិទ្យាល័យទាំងពីរដើម្បីចាប់បាទបើកបាទលោកគ្រូចាបើកទៅលោកគ្រូមិនលាក់ទេបើកមើលប្រកួតមុនទៀតអូលោកគ្រូដាវុតដែលតំណាងមកពីវិទ្យាល័យសម្ដែងហ៊ុនសែនភ្នំពេញថ្មីធ្វើជាអ្នកប្រកួតមុនចាហើយលោកគ្រូកាន់សារកាដែលតំណាងមកពីវិទ្យាល័យព្រះស៊ីសវត្តជាគណៈកម្មការអបអរទៅដូច្នេះសូមឲ្យសិពៅចូលទីតាំងហ្មងតើអូនតោះចូលទៅក្នុងរង្វង់របស់យើងដែលមានរៀបចំនោះគឺហើយតម្រូវឲ្យបងអូនឡងចងខ្ញុំកាន់អានេះឲ្យធ្វើបែបនេះចងបែបនេះហើយដៃរបស់បងអូនសិពៅច្រែងចង្កេះទៅចាចេះទាំងពីរចាតាំងអត់ចាអញ្ចឹងហើយអូខេអញ្ចឹងដៃមួយនេះបងប្រកួតបាល់ឲ្យអូនមួយតាយកបាល់មួយហើយបាល់នោះគឺមានសម្លេងចាបាទអញ្ចឹងសូមសុជាតា
ចាអញ្ចឹងត្រៀមណាសិបើហើយសុខចំណាយសុជាតាវិញគឺជា តាអូនដើរមកបែរមកបងបងចាជឿឆក់ដូចឆ្នេះណាគណៈកម្មការមើលក្រុមយើងខាងក្រៅដូចគ្នាបាទ2ចាំនេះដឹងណាបាទជាតាដល់នេះសម្រាប់ធ្វើឲ្យហែលទឹកអត់ហែលទឹកលើគោកបាទចាំមើលលេងពីអីណោះពាក់វ៉ែនតាទឹកហើយមានអ្នកកាន់ស្អីគេកូនជ្រូកសបនិមិត្តទៀតចារាប់ចិនឡងរាប់ឲ្យឃើញជាតាប៉ុណ្ណេះហ្មងអត់ដឹងហងក្តាមដៃជាតាអត់ឃើញទេហើយបងនឹងត្រៀមខ្លួនហៅជាតាដោយជាតាប្រឹងតែត្រជាធ្វើយ៉ាងម៉េចត្រជារបស់ប្អូនត្រូវតែស្ដាប់នៅសំឡេងបងហើយដើរឲ្យមកដល់កន្លែងបងនឹងឲ្យប្អូនទៅចាប់កងដែលនៅត្រង់ក្នុងកញ្ច្រែងនេះអញ្ចឹងប្អូនត្រៀមណាជាតាដើរមកជាតាបងនៅណាអូនដើរមកជាតាដើរមកបងនៅទីនេះហាមអោបបងកុំអោបចាអូនចាប់ដល់កញ្ច្រែងនេះលឺអត់ចាអូវឹកហាត់សំឡេងត្រឡប់ទៅវិញសម្លេងសិពើហៅស្បាច់បាល់ទៅចាសិពើសប្តាហ៍នេះអត់ចេះនិយាយទេចេះតែនិយាយវគ្គទី1ទេដាក់ចូលទៅក្នុងធុងរបស់យើងសន្សំបានមកកាក់ហើយយេដោះចេញចាសុំមកខាងនេះតិចមកអូនពេលដែលបងអូនសន្សំប្រាក់នៅក្នុងកូនជ្រូករបស់យើងបានហើយមកទិញពេញប៉ោងបាទពួក3កាក់បានពេញប៉ោងមួយណាអញ្ចឹងសន្សំឲ្យបាន3កាក់មកបងអូនធ្វើដដែលបែបនេះយកឲ្យបាន3កាក់ចាដើម្បីទៅចាក់ពេញប៉ោងនៃបងអូនស្រឡាញ់យកមួយណាក៏បានដែរព្រោះអីយើងដំបូងគេមានអតិភិបលក្ខខណ្ឌនៃការក្នុងការប្រកួតហ្គេមសប្តាហ៍នេះគឺមានតែប៉ុណ្្នឹងទេតើបងអូនទាំងពីរក្រុមយល់ដែរឬក៏អត់យល់ច្បាស់អត់គិតថាធ្វើបានល្អអត់បានចាជឿជាក់ណាជឿជាក់ចឹងសូមហៅមួយចាដូច្នេះកម្មវិធីមិត្តពូកែសូមចាប់ផ្ដើមត្រៀមខ្លួនហើយហ្គេមសប្តាហ៍នេះគឺរយៈពេលតែ3នាទីទេ1 2 3ចាប់ផ្ដើមហេបងអត់ទាន់លឺបងមកហ្មងណាចាំផ្លូវចាយកតែមួយណាទៅវិញចាណែណាយ៉ាមកដល់បងហាមអោបណាណែចាទៅវិញគ្នាយើងស្រែកឆ្វេងស្ដាំយកបានតែមួយទេណាចាបាទលក់ការ៉េមែនអូនបាច់លឺមើលតែបើលើដល់អាជីពលក់ការ៉េលក់អីវិញបានកងអីសល់តែមួយហ្នឹងទេបានអូខេបាទចូលនៅបើកទៅចាក់អាចចាប់យកសំណួរបានចាក់យកពេញប៉ោងលឿនណាយកផ្សែងពោអីបាទយកសំណួរសរសេរបាទអាចសរសេរនេះបានទៅឆ្លើយចាដាក់ចម្លើយយកតែម្ដងសំណួរតេតនឹងអ្វីឲ្យឆ្លើយអើយបាត់ទៅលើសំណួរសរសេរកុំសរសេរចាសំណួរយកដាក់ចូលកប៉ៅអូនដាក់ចូលកប៉ៅទុកក្នុងកប៉ៅតចាឡងមើលឃើញអត់បាទអូខេដើរបានតចាំមកជាតាមកនេះចាត្រឡប់ទៅវិញយ៉ាត់ដួលមានដុំថ្មមកវិញមួយហើយនេះអូវែងគ្នាលើ2កងហើយចា3ឡើយកងហើយសំបានច្រើនណាបើកវ៉ែនតាចាក់យកពេញប៉ោងយកពណ៌ផ្សេងយកពណ៌ផ្សេងយកពណ៌លឿនក៏បានពណ៌អីក៏បានចាសំនួងតោះយើលឿនមែនតែនអូប៉ះទៅលើសំណួរគេវាហូមួយដាក់ក្នុងកប៉ៅបាទចាយ៉ាត់មកបិទភ្នែកត្រូវណាត្រូវតោះមកនៅខាងនេះយេហេយកតែមួយឯងកងទៅប្លែកយកតែមួយដាក់តែមួយណាចាដាក់តែមួយក៏ដាក់តែម្ដងណាមួយចាតែតែបានមួយទេចាបាទ2ហើយ3ចាក់យកងួបាទចាឥឡូវនេះអស់មកហើយចាបាទខែឃើញថាសកម្មភាពរបស់បងប្អូនគឺពិតជាឆ្លាតមែនតើសូម្បីតែបិទភ្នែកហើយក៏បងប្អូនអាចនៅតែរកកងរបស់យើងយកដាក់នៅក្នុងកូនជ្រូកជាន់នេះបានដែរបាទឥឡូវសុំសំណួរបានសំណួរដែរ3សំណួរណាប៉ុនឆ្លើយបានតាន់2ចាឥឡូវយើងមើលទាំងអស់គ្នាថាតើបងប្អូនទទួលបានប្រមាណបាទឥឡូវយើងរកសំណួរទាំងអស់គ្នាលោកគ្រូសូមអញ្ជើញយកកណ្ដាលបាទ1គ្រូសញ្ញាសិន2 3សំណួរអបអរសាទរចាឥឡូវនេះឃើញនៅសកម្មភាពរបស់បងប្អូនជាតាហើយនិងបងប្អូនស៊ីពើដែលមកពីវិទ្យាល័យសម្ដែងហ៊ុនសែនភ្នំពេញថ្មីហើយទស្សនាទាំងអស់គ្នាចារបស់បងប្អូនដែលមានឯកស្ថានពណ៌ក្រហមដែលមកពីវិទ្យាល័យព្រះស៊ីសវ័តវិញម្ដងសូមអញ្ជើញត្រៀមទាំងអស់គ្នា 1 2 3 let's start អូណែច្បាច់
មួយ មួយហើយ បាទ ណែណែចា បាទ ទៅ យកតែមួយទេ យកចូលតែមួយទៅទៅ ផ្លែតាមក្រោយ ចា ពីរ ពីរហើយណែចាតោះទៅបីហើយបើ បី យកចាក់ពេញប៉ោ បាទចាក់យកពេញប៉ោពណ៌បៃតងបៃតង ពណ៌បៃតងតោះលឿនឡើងយកស្រួលឆ្លើយ អូខេ អង្គុយមុន បាទ ឆ្លើយលឿន ដកភ្នែកចេញនៅអូដល់ហើយ ចាចំនួនតែតនៅអ្វីឆ្លើយសិនទៅសរសេរចាឥឡូវនេះបងអូនកំពុងតែជាប់ដៃសរសេរយ៉ាងស្វិតស្វាញចំនួនតែតនៅអ្វីមិនតាន់ដឹងទេគ្រាន់តែដឹងថាសំណួរនេះមានបន្ទុកច្រើនហើយជាសំណួរសរសេរទៀតចាំមើលថាតើបងអូនអាចធ្វើបានល្អឬក៏អត់ចាអញ្ចឹងយើងមានតែតាមដានឥឡូវនេះរួចរាល់ហើយបន្តហ្គេមរបស់យើងដាក់ចូលកប៉ាល់លឿនណាបិទភ្នែកតោះនេះកំតាន់នៅខាងនេះនេះនេះចាណែ យ៉ាមួយជួយរត់ទាំងអស់គ្នាមួយ ពីរ ពីរសិកា មួយទៀតមកវិញឥឡូវចាបីចាក់ពេញប៉ោងយកពណ៌លឿង Yes សំណួរ សំណួរឆ្លើយគួយចាគណៈកម្មការ បាត់សំណួរគួយចំទៀតហើយ អូយឲ្យលឿនឡើងចិត្តអស់នាទីលឿនឡើង ចុះបែក ពាក់វ៉ែនតាចានេះចាំមកចានាទីរបស់យើងចិត្តអស់ហើយណាស្អាតតិចទៀតលឿនឡើងកុំស្អីមួយឲ្យលឿនចាកម្មវិធីរបស់យើងគឺមានរយៈពេល3នាទីឥឡូវនេះឲ្យលឿនឡើងយកទៅចាអីណៃឲ្យលឿនឡើងចាចាឡើងអស់មកហើយ បាទហើយ3នាទីបាទអូខេឥឡូវសូមបងប្អូនអរគ្នាក្រោកឈរឡើងហើយឲ្យសំណួរដើម្បីរាប់សំណួរទាំងអស់គ្នា ចាមើលបានប៉ុន្មានសំណួរមានពលឹះហើយមិនឃើញច្បាស់ណាថាបាន3អត់មានចេញ4ទេណា សំណួរដែលបងចាប់បាននៅក្នុងវគ្គទី2នេះគឺ1សូមផ្ញើលោកគ្រូសិន2 3ស្មើគ្នា 3ស្មើគ្នា អបអរសាទរ បាទឃើញថានៅក្នុងសោ2នេះគឺបងចាប់បាន3សំណួរដូចគ្នាធ្វើត្រូវឬមួយក៏ខុសយើងអត់តដឹងទេដោយឡែកជ្រើសក្នុងពេលនេះគឺសូមឲ្យបងប្អូនទាំងអស់គ្នា ទៅជី Viking ទាំងអស់គ្នា Let's go មកទៅណា បាទយើងតាបាទពេញចិត្តអត់ប្រកាសជាពេញចិត្តហើយនៅក្នុងសនេះដោយសារតែសំណូមពររបស់បងគឺគាត់ចង់ជិះ Viking ដូច្នេះកម្មវិធីរបស់យើងបាននាំបងប្អូនបន្ទាប់ពីយើងលេង game Bravo របស់យើងហើយនៅក្នុងវគ្គនេះគឺជាវគ្គសម្រាប់មួយដែលបងប្អូនទាំងអស់គ្នាអាចជិះ game Electronic នៅក្នុងសួនកំសាន្តទំនើប Dreamland ដោយនៅក្នុងនោះគឺបងបានជ្រើសរើសយក Viking បាទបន្ទាប់ពីយើងជិះ Viking ហើយឈានទៅដល់វគ្គប្រកាសលទ្ធផលទាំងអស់គ្នាអូខេឥឡូវនេះត្រៀមខ្លួនហើយនៅទាំងអស់គ្នា ចារៀងឡើងទៅ Viking ទាំងអស់គ្នា អូខេអញ្ចឹងសូមអ្នកគ្នាលើកដៃឡើងវ៉ាតើសុបាយណាBài lại ta kia đó, đây là lớn. Kia nè. ពីអ្នកនោះវាកំបាត់ទៅដល់អង្គុយសបាយអត់ខាង1ម៉ោងទៀត1ម៉ោងទៀត
Free King មានស្បាយអត់ហើយថៃបាទនាំគ្នាជីនៅកដានាំគ្នាទៅជីនៅគៀនអស់លេងចឹង ជីទៅចិត្តអូ extreme it's so happy it's so shock yeah oh អូខេលេ yeah I see ចង់ជីម្ដងទៀតអត់បាទពេលដែលចប់ next week you can play again okay yes play video again okay if you want to play again you can record you can go to the Bayon page and after that you replay again and again you can scream and scream oh yeah you happy yeah ចាអបសុកអបអីឆែកអើ ឆ្លើយសំណួរអ្នកណាបានចា ទីក ចាឃើញថាសប្បាយមែនទែនចូលរួមនៅក្នុងកម្មវិធីមិត្តប្រកែនៅឯសួនកំសាន្តទៅនៅ Dreamland នេះហើយទស្សនិកជនក៏អាចសប្បាយបានរៀងរាល់ថ្ងៃសៅរ៍ផងដែរឃើញថា free ចាចំណាយតែប្រហែល$ណាអាចលេងកំសាន្តបានតែម្ដងឥឡូវនេះគឺឈានមកដល់វគ្គប្រកាសលទ្ធផលបាទហើយសម្រាប់បងប្អូនចង់ដឹងខាងណាមុនបាយបាទអូខេឥឡូវសួរលោកគ្រូវិញលោកគ្រូសារិកាចង់ឲ្យកែហាងណាមុនលោកគ្រូស៊ីសុំមកគ្រូនេះកែខាងស៊ីបាត់មុនបាទជួយតាសំណូមពរលោកគ្រូដាវុតដឹងតានៅស្ងៀមសិនហើយនៅស្ងៀមចាំគេចាត់ចែងចាឥឡូវនេះសំណួរនៅស្ថិតនៅក្នុងដៃនាងខ្ញុំនេះគឺសំណួរដែលមកពីវិទ្យាល័យព្រះស៊ីសវត្តប្អូនធ្វើបានប្រហែលសំណួរបាញ់2ហ៎ចាក់បាន3ធ្វើបាន2អូខេ let's see all together សំណួរទី1សួរថាច្បាប់ទី0 dynamic សិក្សាអំពីសំណួរនេះមាន4នៃជ្រើសរើសកបំរែបំរួលកម្ដៅខបំរែបំរួលសីតុណ្ហភាពកលំនឹងកម្ដៅនិងសីតុណ្ហភាពខលំនឹងសីតុណ្ហភាពបងអូនជ្រើសរើសយកចម្លើយខគឺលំនឹងសីតុណ្ហភាពចម្លើយនេះចូលរួមសោកស្ដាយអូ good សោកស្ដាយចម្លើយដែលត្រឹមត្រូវគឺអីលំនឹងកម្ដៅនិងសីតុណ្ហភាព yes good ចម្លើយគឺច្បាប់ទី0 dynamic សិក្សាអំពីលំនឹងកម្ដៅនិងសីតុណ្ហភាពចានេះជាចម្លើយដែលត្រឹមត្រូវចូលទៅនឹងសំណួរបន្ទាប់សំណួរទី2គឺតើអូស្ត្រាលីជាប្រទេសកសិកម្មឬជាប្រទេសឧស្សាហកម្មព្រោះអ្វីអូនឆ្លើយថាកសិកម្មព្រោះនាំចេញសាច់ទឹកដោះគោរោមសត្វនិងស្រូវសាលីចម្លើយនេះចូលរួមចាឃើញទេអ្នកបកែមែនមិត្តបកែមែនឃើញថាគេខុសឃើញគេត្រូវខាងត្រូវ good 3បន្ទុកយើងបាន2ដល់ខ្លួនឯងណាចាសំណួរទី3សួរថាតើបងអូនដឹងថាក្នុងឆ្នាំ2012កន្លងមកមានមនុស្សប៉ុន្មាននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅប្រទេសយើងគិតជាមធ្យមមានប៉ុន្មាននាក់បានស្លាប់ក្នុងមួយថ្ងៃ71%បងសុំទោសបើសិនជាបានឆ្លើយសំណួរនោះក៏បានខុសដែរដឹងដែរអត់បានឆ្លើយផងចាំបានអត់ឆ្លើយណាបាទដោយសារតែពេលវេលារបស់យើងខ្លីសំណួរនេះដោយសារគាត់ដល់ម៉ោងគាត់បានតែចាប់យកមកទេហើយបានឆ្លើយទុកឲ្យវិធីការឆ្លើយចំនួនបាទអញ្ចឹងចូលរួមសោកស្ដាយចាចម្លើយដែលត្រឹមត្រូវគឺយើងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលចេញផ្សាយដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថាក្នុងឆ្នាំ2012កន្លងមកមានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួនសរុបចំនួន1966នាក់និងរងរបួស15615នាក់ជាមធ្យមមានមនុស្សស្លាប់ចំនួនច្រើនជាង5នាក់ក្នុងមួយថ្ងៃនេះជាចម្លើយដែលត្រឹមត្រូវសរុបបន្ទុករបស់បងអូនក្នុងវគ្គទី1ទទួលបានចំនួន7បន្ទុកបូកនឹងវគ្គទី2 3បន្ទុកទៀតទាំងអស់គឺ10បន្ទុកបាទឥឡូវនេះគឺឈានដល់វគ្គប្រកាសលទ្ធផលសម្រាប់បងប្អូននៅមុខពីវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មីសំណួរដែលបងចាប់បាននៅក្នុងសូទី2នេះគឺ3សំណួរឥឡូវបងសូមប្រកាសលទ្ធផលសំណួរទី1សួរថាតើអង្គធាតុមួយណារីកខ្លាំងជាងគេកាលណាត្រូវកម្ដៅចម្លើយកលោហៈចម្លើយខអលោហៈចម្លើយកអង្គធាតុរាវចម្លើយខឧស្ម័នបងឆ្លើយយកចម្លើយខឧស្ម័នត្រឹមត្រូវអត់ត្រូវសូមជូន2បន្ទុកបាទ
សំណួរបន្ទាប់គឺជាសំណួរមួយដែលរៀងវែងតិចសំណួរសួរថាអ្នកប្រើប្រាស់ម៉ូតូរងគ្រោះថ្នាក់ដល់ស្លាប់មានចំណាយប្រមាណភាគរយនៃជនរងគ្រោះថ្នាក់សរុបប្រមាណភាគរយ 71 ហើយបានឆ្លើយអត់ សោកស្ដាយអត់ សោកស្ដាយអត់ជូនប្រមាណបន្ទុកបាទសូមជូនមេដៃមួយសម្រាប់អ្នកដែលទទួលស្គាល់ការពិតទេ ចា សំណួរមួយទៀតគេនិយាយសំណួរទឹកមនេសំណួរចង់បោកខ្លួនទេ មួយទៀតហើយចាក់ឆ្លើយបាទ សំណួរនេះគឺជាសំណួរមួយដែលស្រួលមែនតើប៉ុន្តែបងអូនឆ្លើយនឹងខុសនឹងខុសយ៉ាងម៉េចសំណួរនេះគឺសំណួរសួរថាតើប្រទេសហ្វីលីពីនធ្លាប់នៅក្រោមអាណានិគមនិយមប្រទេសណាខ្លះបងអូនឆ្លើយថាហូឡង់និងជប៉ុនត្រូវអត់ ត្រូវមួយ ត្រូវឡាជប៉ុនណា ប៉ុនមួយ ចម្លើយដែលត្រឹមត្រូវគឺ អេស្ប៉ាញប៉ុនអាមេរិក អូចៃដុត USA បានអត់សូមម្ដងទៀតចម្លើយដែលត្រឹមត្រូវ អេស្ប៉ាញប៉ុន USA ប៉ុន្តែបងអូនឆ្លើយ ជប៉ុន ត្រូវមួយណា ត្រូវជប៉ុន ដូច្នេះសូមជូនមួយបន្ទុកបាទឃើញថានៅក្នុងសប្តាហ៍នេះគឺបងអូនបកកែមែនតើសំណួរដែលបងអូនឆ្លើយត្រូវគឺថាត្រូវខុសគឺថាខុសឥឡូវខ្ញុំសូមកែតែម្ដងថាតើអ្វីដែលបងអូនឆ្លើយអំបញ្ញនេះគឺត្រូវឬមួយក៏ខុសសំណួរសួរថាប្រទេសហ្វីលីពីនធ្លាប់នៅក្រោមអាណានិគមនិយមប្រទេសណាខ្លះបងអូនឆ្លើយគឺហូឡង់និងជប៉ុនប៉ុន្តែត្រូវត្រឹមតែមួយចំណុចទេគឺជប៉ុនចម្លើយដែលត្រឹមត្រូវនោះគឺអេស្ប៉ាញជប៉ុននិងសហរដ្ឋអាមេរិកដូច្នេះពីកម្មវិធីសូមជូនត្រឹមតែមួយបន្ទុកទេចាសោកស្ដាយមែនបាទសោកស្ដាយជាឡៃប្រស៊ីសម្បត្តិគេដាក់តាគេសោះហ្នឹង15000មកលាមក450000នេះឲ្យគេដាក់តាគេសោះគេមកឆ្ងល់ខ្ញុំមិនមែននៅមុខគេណាគេទៅអត់ចិត្តទៀតបាទគេថាតាមពិតទៅនៅក្នុងតាមពិតឲ្យយើងខ្លាំងមែនតើគ្រាន់តែថា3សំណួរយើងឆ្លើយអត់ព្រមអា2សំណួរហ្នឹងឲ្យបានមកហើយមនុស្ស3បន្ទុកពេញហើយបើយកបានតែ2បន្ទុកទៀតឈ្នះខាងនោះ1បន្ទុកបាត់ចាដូច្នេះអ្នកទទួលបានជ័យលាភីគឺបងប្អូនដែលមកពីវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មីឈ្នះគេតែមួយក៏សប្បាយចិត្តដែរអីតែគឺតែឈ្នះហ្មងចឹងយកប៉ុន្មានមិនខ្សែនេះយកមិនខ្សែ50000យកខ្សែ50000ហើយយកអីទៀតខ្ញុំខ្សែយកស្ញាប់បានញ៉ាំអីគេ certificate បានសរសើរពីអីកម្មវិធី Bravo ទទួលបានអីទទួលបានជ័យលាភីអត់ដឹងខ្លួនឯងឈ្នះតែម្នាក់មួយសម្រាប់អត់បងមួយ100,000បាទមកតាម50000ចែកគ្នាជា2 3ក៏បានបងប្អូនដែលមានសមត្ថភាពបន្ទាប់នោះគឺបងប្អូនដែលមកពីវិទ្យាល័យព្រះស៊ីសវត្តទទួលបានទឹកប្រាក់1សែនរៀលចាយកវិញអត់មកគុណធីនចាប់បានទេបងឥឡូវនេះកម្មវិធីរបស់យើងបានឈានចូលចិត្តដល់ទីបញ្ចប់ហើយមុននឹងបញ្ចប់សូមឲ្យលោកគ្រូកានសារិកាដែលបានដឹកនាំបងប្អូនមកពីវិទ្យាល័យព្រះស៊ីសវត្តចាសូមមានមតិយោបល់សូមអញ្ជើញលោកគ្រូបាទសូមថ្លែងអំណរគុណដល់ស្ថានីយ៍ទូទួលបាយ័នដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំដឹកនាំក្មួយសិស្សមកចូលរួមប្រកួតទោះជាគ្មានសមត្ថភាពគ្រប់គ្រាន់ក្តីនេះជាបទពិសោធន៍ដើម្បីដកស្រង់ពីគ្នាទៅវិញទៅមកហើយក្មួយនៅតាមគេហដ្ឋានចង់ឲ្យខ្លាយជាសិស្សពូកែសូមក្មួយទស្សនាតាមទូរទស្សន៍ដើម្បីខ្លាយខ្លួនជាសិស្សពូកែដោយមិត្តយើងដែរក្នុងកម្មវិធី Bravo បាទសូមអរគុណលោកគ្រូបាទអរគុណខ្ញុំមតិយ៉ាងក្បោះក្បាយរបស់លោកគ្រូសារិកាបាទជាបន្តនេះសូមជួបជាមួយនឹងមតិរបស់លោកគ្រូដាវុតបាទសូមអរគុណដល់កម្មវិធី Bravo ដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍បាយ័នបាទកម្មវិធីនេះល្អណាស់បានធ្វើឲ្យបងប្អូនដែលជាសិស្សានុសិស្សតបយុវជនទាំងអស់គាត់មានភាពក្លាហានគាត់បង្កើនបញ្ញាឆ្លៀសវៃជាពិសេសដែលកើតចេញពីការខិតខំរៀនសូត្រនិងការស្រាវជ្រាវនេះឯងហើយម្យ៉ាងទៀតធ្វើឲ្យបងប្អូនដទៃណាគាត់ឲ្យគេចផុតពីគ្រឿងញៀនពីការដើរលេងមិនរៀនសូត្រមកជាការខិតខំរៀនសូត្រវិញដោយកម្មវិធីនេះបង្កើតឡើងបាទហើយម្យ៉ាងទៀតកម្មវិធីនេះបានធ្វើឲ្យទោះបីអ្នកចាញ់អ្នកឈ្នះក៏ដោយតែជាមិត្តភាពទាំងអស់គ្នាបាទគាត់ស្គាល់គ្នាអាចទៅថ្ងៃក្រោយហ្នឹងគាត់មានការស្រាវជ្រាវពីគ្នាទៅវិញទៅមកនៅលើមេរៀនដទៃទៀតបាទសូមអរគុណអរគុណលោកគ្រូចាអរគុណប្រសាទដល់ក្បោះក្បាយរបស់លោកគ្រូទាំងពីររូបផងដែរឆ្លៀតក្នុងឱកាសនេះយើងទាំងអស់គ្នាក៏សូមអរគុណដល់លោកនាយកមូសុយហេងនៃវិទ្យាល័យព្រះស៊ីសវត្ត
ក៏ដូចជាលោកគ្រូកាន់សារិកាដែលបានដឹកនាំបងប្អូនចូលរួមប្រកួតប្រជែងតាំងពីវគ្គទី1រហូតដល់វគ្គទី2បាទហើយចំណាយរូបខ្ញុំបាទវិញក៏សូមថ្លែងអរគុណដល់លោកនាយកឆៃសង្លីនៃវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មីដែលបានអនុញ្ញាតឲ្យលោកគ្រូដាវុតដឹកនាំបងប្អូនឲ្យចូលរួមលេងដោយផ្ទាល់នៅក្នុងកម្មវិធីមិត្តពូកែចាហើយក៏សូមអរគុណដល់មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញដែលតែងតែអនុញ្ញាតឲ្យគ្រូវិទ្យាល័យទាំងអស់នៅក្នុងរាជធានីភ្នំពេញរបស់យើងបានចូលរួមប្រកួតប្រជែងជារៀងរាល់សប្តាហ៍មួយវិញទៀតក៏សូមអរគុណដល់ Dreamland ដែលអនុញ្ញាតឲ្យក្រុមការងាររបស់យើងចោះថតជារៀងរាល់សប្តាហ៍ផ្ដល់ទាំងទីតាំងថតក៏ដូចជា game free ជូនដល់កម្មវិធីរបស់យើងជិះលេងកម្សាន្តថែមទៀតផងទស្សនិកជនអាច call មកតាក់ទងសួរព័ត៌មានផ្សេងៗតាមរយៈបងសាវរីតាមលេខទូរស័ព្ទ093 723 345ទីតាំងទូនមុខ Nagaver បាទហើយក៏សូមមេត្តាខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដោយអចេតនាដែលបង្កើតឡើងដោយក្រុមការងារក៏ដូចជាពិធីករពិធីការនីទាំងអស់គ្នាបាទហើយកុំភ្លេចទៅចូលទៅ click like ទៅលើគេហទំព័រ Facebook របស់យើងមានឈ្មោះថា Bravo Beyond TV Okay, right now would like to say thank you and goodbye. See you next week. Bye bye. Bravo!